ជំរាបសួរលោកគ្រូនឹងមិត្តគុំថាអស់នេះនឹងមកក្រុមពីដែលខ្ញុំរបស់ខ្ញុំនិយាយពីការផ្សាយកម្មរបស់ផ្សាយវត្តចំពោះចំណុចខ្ញុំនិយាយពីគោលបំណងឧបករណ៍និងការសន្និដ្ឋាននិងការអនុវត្តពួកខ្ញុំសើសវណ្ណតូនធ្វើការបកស្រាយទៅលើដំណើរការនៃឧបករណ៍ពួកខ្ញុំសេស្តាគឺបកស្រាយទៅលើទ្រឹស្ដីមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធបូមទឹកស្វ័យប្រព័ន្ធខ្ញុំសូមលោកកាបកស្រាយទៅលើការដំឡើងឧបករណ៍ចំណាំគោលបំណងនៃគោលបំណងនេះមានដូចជាអនុវត្តបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មទី2បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកសម្រាប់ដំណាំទី3អភិវឌ្ឍផលិតផលដែលមានតម្លៃប្រកួតប្រជែងនឹងតម្រូវការទីផ្សារទី4ដល់ភាពងាយស្រួលក្នុងការបន្ថយបន្ទុកការងារឥឡូវចូលដល់ឧបករណ៍របស់យើងឧបករណ៍របស់យើងមានដូចជា Arduino Uno ទី2 Breadboard ទី3 LCD ទី4 Signal Wiper ទី5មាន Sound Sensor ទី6 Relay 5V ទី7 5V DC Power Supply ទី8 Motor បាទអញ្ចឹងចូលមកដល់ទ្រឹស្ដីគឺយើងនឹងនិយាយទៅលើ Arduino គឺជាកម្មវិធីមួយដែលគេបង្កើតឡើងតាំងពីឆ្នាំ2003ដែលគេប្រើប្រាស់ភាសាកូដដូចជាភាសា C ភាសា C++ ដើម្បីគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការរបស់ Arduino រួមមានcross platform ហើយនិងកម្មវិធីមួយចំនួនដែលគេប្រើនៅជាមួយខ្លួនយើង Arduino គឺចែកចេញពីប្រភេទគឺមាន Arduino hardware ហើយនិង Arduino software ចឹងចំពោះ Arduino hardware គឺមានផ្សំឡើងពីគ្រឿងអេឡិចត្រូនិកជាច្រើនអញ្ចឹងរួមមានទី1គឺកន្លែងដែលយើងផ្ដល់ថាមពលទៅឲ្យ Arduino គឺមានពីកន្លែងដែលអាចផ្ដល់តាមរយៈ input DC ហើយនិងកន្លែង USB port គឺយើងអាចផ្ដល់ថាមពលដើម្បីឲ្យ Arduino ដំណើរការបានចំពោះរយៈកន្លងតង់គឺជាឧបករណ៍អេឡិចត្រូនិកមួយដែលយើងប្រើដើម្បីគ្រប់គ្រងតង់ចុងដើម្បីឲ្យតង់ចុងហ្នឹងគឺដំណើរការត្រឹមត្រូវនៅក្នុង board Arduino ចំណែកឯ16 MHz system គឺជាឧបករណ៍ម្យ៉ាងដែលគ្រប់គ្រងគឺដំណើរការនៅក្នុង Arduino អញ្ចឹងវាជំនួយដល់ការដំណើរការនៅក្នុង EC ជាដើមចំពោះ USB port គឺជាគ្រឿងមួយនៅក្នុង Arduino ដែលយើងអាចផ្ដល់ជាថាមពលឲ្យ Arduino ទៅបានហើយក៏ជាកន្លែងមួយដែលយើងបញ្ចូលកូដពីកុំព្យូទ័រទៅកាន់ board Arduino ផងដែរចំពោះ ATmega 16 UI គឺជាប្រភេទ EC មួយដែលយើងប្រើដើម្បីគ្រប់គ្រងទំនាក់ទំនងរវាង Arduino ហើយនិងកុំព្យូទ័រដែលយើងបានបញ្ចូលកូដខាងលើនោះចំពោះ ATmega 328P គឺជា EC ម្យ៉ាងដែលវាមានសារៈសំខាន់ខ្លាំងចំពោះ Arduino ដែលយើងអាចនិយាយថាវាជាខួរក្បាលរបស់ Arduino នឹងផងដែរអញ្ចឹងវាមានជើងច្រើនដែលមាន input និង output ដើម្បីទៅគ្រប់គ្រងឬក៏បញ្ជាគ្រឿងអេឡិចត្រូនិកផ្សេងទៀតនៅក្នុង board Arduino ចំពោះArduino យើងគឺមានជើងជាច្រើនដែលយើងបែងចែកជា3តំបន់កន្លែងនេះគឺជាកន្លែង power របស់ Arduino អញ្ចឹង Arduino គឺផ្ដល់តង់ចុង 5V ដើម្បីទៅបញ្ជាគ្រឿងឧបករណ៍ផ្សេងទៀតចំណែកឯកន្លែងនេះគឺជា analog អញ្ចឹងជាកន្លែងមួយដែលវាសម្រាប់អានទិន្នន័យនៅពេលដែលយើងភ្ជាប់ទៅកាន់ sensor ផ្សេងៗចំណែកឯជើងខាងនេះវិញគឺជាកន្លែងដែលជាជើង digital ដែលយើងប្រើ Arduino ដើម្បីទៅបញ្ជាគ្រឿងឧបករណ៍ផ្សេងៗទៀតចំពោះ Arduino software គឺជាកម្មវិធីមួយដែលគេហៅវាថាជា Arduino IDE ដែលជាកម្មវិធីមួយគេប្រើប្រាស់ក្នុងចំក្រងកូដហើយដើម្បីបញ្ជូនកូដនោះទៅកាន់ប្រព័ន្ធ Arduino ឬក៏ board Arduino ដែលនៅក្នុង hardware ខាងលើបែបនេះអញ្ចឹងចំពោះកម្មវិធី Arduino software ហ្នឹងគឺយើងដូចខ្ញុំរួមចាំនៅពេលដែលយើងបានជើងបើកទៅកម្មវិធីថាវាមានមុខងារមួយចំនួនដូចជាកន្លែងនេះគឺជាកន្លែងដែលយើងជើងកូដដើម្បីរៀនពិសេសហើយសញ្ញាមួយនេះគឺជាកន្លែងដែលយើងបញ្ជូនកូដទៅកាន់ board Arduino ចំណែកឯកន្លែងនេះគឺជាកន្លែងដែលយើងបើក set ថ្មីដើម្បីផ្សេងកូដផ្សេងទៀតហើយចំណែកឯសញ្ញាគូលើគឺជាកន្លែងដែលយើងបើកកូដមានស្រាប់ទៅក្នុងកុំព្យូទ័រចំណែកឯកន្លែងនេះយើងភាសាកុំព្យូទ័រទៅក្នុងកុំព្យូទ័រហើយចំណែកឯតំបន់នេះគឺជាកន្លែងដែលយើងសេរីរឹបកូដដើម្បីឲ្យវាដំណើរការនៅក្នុង Arduino មុនដែលយើងបញ្ជូនវាទៅក្នុង board Arduino ចំពោះ LCD display គឺជាអេក្រង់មួយដែលវាបង្ហាញទិន្នន័យនៅក្នុងប្រព័ន្ធគ្រឿងអេឡិចត្រូនិកអញ្ចឹងវាមាន16ជួរទេសំទោសវាមាន2ជួរទេហើយនិង16ជួរឆវាជាឧបករណ៍មួយដែលគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធ digital ឬក៏មួយចំនួនដែលបង្ហាញទិន្នន័យដែលទទួលបានពី Arduino ឬក៏ពី controller ផ្សេងៗទៀតចំណែកឧបករណ៍មួយទៀតដែលយើងប្រើនៅក្នុងគម្រោងនេះគឺយើងប្រើ relay 5V ចឹង relay នេះគឺជាឧបករណ៍ម្យ៉ាងដែលយើងប្រើប្រភព 5V ដែលចេញពី board Arduino រ
ដើម្បីទៅបញ្ជាភ្លើងធំដូចជាតូចដូចជាភ្លើង220 វ៉ុលឬក៏ភ្លើង110 វ៉ុលជាដើមអញ្ចឹងភ្លើង5 វ៉ុលដែលចេញពីបត Arduino ហ្នឹងមកបញ្ជា relay នេះឲ្យ switch បិទបើកដើម្បីគ្រប់គ្រងទៅលើភ្លើង AC ដែលមានតបខ្ពស់អញ្ចឹងនេះគឺជាឧបករណ៍ដែលយើងហៅថាវាជា motor box អញ្ចឹងនៅពេលដែល motor យើងនៅពេលដែល relay ទទួលសញ្ញាពី Arduino វានឹងមកបញ្ជា relay ហើយ relay នេះគឺចូលទៅកាន់ភ្លើង AC ដែលមានតបខ្ពស់ហើយវាមកបញ្ជាទៅលើ motor ដើម្បីឲ្យវាបូមទឹកចំណែកឧបករណ៍ខាងក្រោមនេះគឺជាឧបករណ៍ដែលចាត់សម្រាប់ដៃអញ្ចឹងយើងប្រើវាដើម្បីអានសម្រាប់ដៃនៅក្នុងដៃហើយ Arduino ជានិវិភាគដើម្បីគ្រប់គ្រងដំណើរការហើយនឹងទៅបញ្ជាទៅលើ relay ឲ្យមកដល់បូមពេលដែលយើងយកដល់ដំណើរការគឺដំណើរការយើងបានចែកពីទីមួយគឺជាសេចក្ដីដំណើរក្នុងសព្វាហើយនេះគឺជាការក្រាស់សេចក្ដីដំណើរជាសព្វាបន្ទាប់មកគឺយើងប្រើការកូដដើម្បីកំណត់sựដំណើរទៅលើ LCD ដោយកូដរបស់យើងគឺយើងសិតចាប់ពី start ដំបូងគឺយើងគិតថា LCD បង្កើតខាងចឹងគ្រប់ទៅយើងធ្វើការកំណត់កូដដែលកូដនេះគឺយើងបញ្ជាទៅលើ Arduino គឺខាងគេដំណើរទៅលើអេក្រង់របស់យើងចឹងពេលយើង start ដំបូងគឺយើងបង្ហាញ automatic control system ដែលយើងនិយាយថាគឺ system យើងចាប់ដំណើរការចំពោះគឺដំណើរការសំខាន់គឺយើងបានកំណត់សម្រាប់ដៃដែលចាប់ពីចន្លោះពី 30% ដល់ 70% គឺ motor ចាប់ដំណើរការនៅខាង motor គឺចាប់ដំពុកទៅមកមួយទៀតគឺដល់ពេលសំណប់ដៃរហូតដល់លើពី 70% ទៅគឺពេលថាយើងចាប់ដើមset code ឲ្យ motor ចាប់ដើមបិទពេលថាចាប់ពីសំណប់ដៃ70ទៅគឺ motor លេងដំណើរការថាយើងលេងមុខទឹកទៀតក៏លេខ number LCD របស់យើងក្រោយពេលដែលឧបករណ៍ចាប់សំណាំដៃបានធ្វើសំណាំដៃនៅលើ LCD គឺបានបង្ហាញពីសំណាំដៃហើយស្ថានភាពរបស់ motor គឺចាប់ដើមមានកម្រិតទាបប្រហែលជា4ឬ 5% ចឹងឥឡូវ motor របស់យើងគឺចាប់ផ្ដើមបូមបាច់ពីក្រោមបានខែតដែលយើងបានដឹងហើយថាទ្រឹស្ដីខាងលើបានលើកឡើងថាបើសិនជា motor របស់យើងក្រោម 30% motor របស់យើងគឺចាប់ផ្ដើមបូមហើយបើសិនបើសំដាំដៃរបស់យើងឡើងដល់ 70% motor របស់យើងគឺបាត់ឡើងវិញ เราสำคัญครับที่จบของรถสราชิโรออโต้บนทางซิสเต็มและเราสำคัญกับเรื่องการปราบปรามพอรถตัดไฟหมดตัดปลาArduinoตัดปลาเรื่องตัดปลาขับเครื่องอะไรต่างๆหนึ่งโลดิจิArduinoเป็นข้อมูลอะไรต่างๆนี่ยังปลาปลาคือมันตัดมันกระนั้นการตัดไฟหมดเราสลายต่อแต่นั้นโปรแกรมก็ตัวของน้องการพันดิจิที่หน่วยไฟโยกที่มาการปลาปลาคือเป็นไฟป่าอย่างตรงที่ปีโยนตั้งที่มาการในอุปกรณ์ในตัวนี้มวยที่ใบชื่อลำลายชื่อลำลายอันดับวันคนมุมตัดแต่ไฟวันก็แบบสังเกตที่วันอันดับวันคนมุมตัดนั่งอันดับวันคนมุมตัดเราในความจริงเป็นการใช้แต่ไม่เป็นจำใจตัดเป็นการปรับปรามบวชการนั้นว่าเราเป็นใส่ในชีวิตตะวันเรื่องนั้นเป็นสารตะวันติดองค์กรจัดงานที่มีประดับอะไรนั้นไอ้ตะวันสร้างมาอยู่ไรแต่ไม่ถึงในการอ่านมันถึงตรึกในระบบมีตอนเก็บทิพย์ในการสัตว์ตัดการของเขาในเพลงนี้เราชนะตายสำหรับการลูกกระดิ่งน้ำในตัวเชียร์อุปกรณ์จับงานในบ้านดักในง่ายสองครบลำน้องตีของกรมสายครบป่าเล็กในอัดในอัดและซาตัดบางชาติของตาจะเรียกตำยืนอุปกรณ์จับงานประหารในบ้านดักในเชื่ออยู่เชียงพระกำลังตัดในบ้านกำลังกู้เชียงกับเป็นการเปลี่ยนหอยได้ดีจัดได้เมียนอะไรได้เมียนซาเทอะไรเรียงได้เมียนซาเทอะไรเรียงชายดูได้เมียนสมาธิศึกษาตัดบ้านล้อเราสั่งการประพัฒนาดีไซน์การจัดเชื่อไปดูในสิ่งการจำชี้นั้นดาวตัวนี้จะนำขั้นtrongการเรียนสอนสอบเบียมนั้นการบันทึกจะไตรตรองตัวไม่ได้เชื่อของวันสักคนไปเลยดีไซน์
ទោះបីជាវត្តសាស្ត្រពឹងផ្អែកលើវិធីសាស្ត្រប្រពៃណីក៏ដោយក៏វិស័យកសិកម្មកម្ពុជាកំពុងតែមានការផ្លាស់ប្ដូរដោយមានការទទួលស្គាល់ការដែលខ្លះពីតម្រូវការធ្វើដំណើរការនិងភាពធន់ទ្រាំនៃអាកាសធាតុប្រព័ន្ធស្វ័យស្រុកដំណាំជាពិសេសប្រព័ន្ធដែលចូលរួមបញ្ចូលឧបករណ៍ចាប់សញ្ញាដំណាំដីកំពុងក្លាយជារឿងពាក់ព័ន្ធមួយក្នុងបរិបទសង្គមនេះ